ខ្លះហើយអញ្ចឹងនៅខ្វះតន័យដាក់តែខ្វះតន័យបាទអញ្ចឹងគាត់អត់ទាន់មានទេគឺនៅខ្វះឡើយហើយមេសបច័ន្ទគាត់មានតែប្រព័ន្ធព័ត៌មានសិស្សគ្រូទេហើយបញ្ចូលបន្ទុកគាត់បានបញ្ចូលខ្លះបាទបញ្ចូលបានខ្លះហើយលោតតែខ្វះតន័យមានន័យថាគាត់បានចាប់ដើមបញ្ចូលហើយបាទចាប់ដើមបញ្ចូលហើយហើយបន្តទៅទៀតគឺសាលាអនុបរាយគាត់បានបញ្ចូលបានខ្លះណាគាត់បានបញ្ចូលខ្លះអត់ទាន់មានតន័យគ្រប់ទេហើយសាលាខ្ញុំក៏បានបញ្ចូលតន័យគ្រប់អស់ហើយនៅសល់តេស្តជាតិនៅមួយថ្នាក់ទៀតអត់ទាន់គ្រប់បាទអញ្ចឹងវាលោតតែខ្វះតន័យហើយអនុភ្នៀតនេះគាត់បញ្ចូលតន័យ 3.0 នេះគាត់បញ្ចូលតន័យបានហើយប៉ុន្តែអត់ទាន់គ្រប់ជ្រុងជ្រោយវាលោតតែខ្វះប៉ុន្តែខ្ញុំចូលទៅមើលតន័យគាត់ប្រើការបានហើយមានឈ្មោះមានអីហើយអញ្ចឹងគាត់បានបញ្ចូលដល់បន្ទុកទៀតអញ្ចឹងគាត់អត់ទៅជាបញ្ហាចោលប្រមាណដែរទេគាត់មានតន័យប្រើប្រាស់បានបាទហើយអនុប្រៃតឹងគាត់បានមានតន័យដែរហើយអត់អីទេហើយនឹងស្វ័យប្រព្រឹត្តបាទអនុវិទ្យាល័យស្វ័យប្រព្រឹត្តគាត់មានតន័យដែរបាទអញ្ចឹងនេះជាសាលាដែលមានតន័យនៅក្នុងគម្រោង GPAS ទាំង38សាលាបែបនេះបាទអញ្ចឹងសូមគ្រូហើយសាលាដែលនៅក្រហមនៅពណ៌ក្រហមដែលតែគ្មានតន័យនេះមានន័យថាសាលាហ្នឹងអត់ទាន់បានចូលទៅប្រើប្រាស់សោះបាទអញ្ចឹងសូមឲ្យលោកគ្រូដែលជាគ្រូបង្គោល ICT ឬក៏គណៈនាយកចាប់ផ្ដើមបើកប្រព័ន្ធហ្នឹងយើងបំពេញតែម្ដងហើយប្រព័ន្ធហ្នឹងវាពេលដែលគ្រូបើកទៅវាមានរូបរាងយ៉ាងម៉េចខ្ញុំនឹងបង្ហាញឲ្យលោកគ្រូឃើញតែម្ដងនេះជាបាទហើយចិត្តពីនេះនៅពេលដែលលោកគ្រូបាទ Hello ចង់ឲ្យនាំធ្វើអ្វីដែលត្រូវយកទៅសៀមរាបតែម្ដងមួយណាជាអត្ថភាពដែលត្រូវយកនាំយកទៅសៀមរាប